បាទសួស្តីដល់ពុកម៉ែបងប្អូនយាយតាតាមបណ្ដាញសង្គម Facebook ទាំងក្នុងប្រទេសទាំងក្រៅប្រទេសដល់សម្ដេចទ្រង់ឯកឧត្តមលោកសំទាវលោកស្រីទាំងអស់ថ្ងៃនេះខ្ញុំបាទដើររថ្នាំគាស់ថ្នាំដំរី5ដកកញ្ចក់អណ្ដើរកម្រើកគុំក្បាលដែករែដែកឥឡូវនេះបានមកដល់កន្លែងគោលដៅដល់កន្លែងទីតាំងហើយកន្លែងទីតាំងហើយនេះជាទីតាំងព្រៃគោលដៅកន្លែងរកថ្នាំគាស់ថ្នាំតែឃើញតែជាភាពទឹកជ្រោះធម្មជាតិបងប្អូនហ្នឹងហើយទឹកជ្រោះធម្មជាតិសុទ្ធសាធព្រៃភ្នំនិងអូនេះទឹកឯថ្លាដល់ហើយបងប្អូនហើយនេះបងប្អូនប្រហែលជាឮសូរសំឡេងទឹកហូរហើយហ្នឹងហើយនេះក៏ឆ្លៀតថតคลิปវីដេអូទុកចែកជូនដល់បងប្អូនកូនខ្មែរគ្រប់រូបគ្រប់មជ្ឈដ្ឋានតាមបណ្ដាញសង្គម Facebook ទាំងក្នុងប្រទេសទាំងក្រៅប្រទេសបានទស្សនាទស្សនវិជ្ជាខ្ញុំបាទដើររកថ្នាំតាមចលងព្រៃភ្នំទឹកអូធម្មជាតិទឹកធ្លាក់ធម្មជាតិហ្នឹងហើយថ្មដាថ្មបាំងហ្នឹងហើយនេះហើយទឹកជ្រោះនេះនៅគេហៅនៅខាងទឹកជ្រោះខាងលើដាប្រផ្លូវមកតនៈឈើទាលទឹកជ្រោះទឹកធ្លាក់នេះផ្លូវមកតនៈឈើទាលនៅពីខាងលើដាប្រយើងហើយនេះបងប្អូនសម្ដេចទ្រង់ឯកឧត្តមលោកសំទាវទស្សនានេះឃើញស្អាតណាស់ទេសភាពថ្មដាដូចគេចាក់សាបចឹងហើយនេះមកទឹកជ្រោះហ្នឹងកន្លែងនេះមិនសូវឃើញច្បាស់បន្តិចបងប្អូនដោយសារព្រៃហ្នឹងហើយនេះទឹកជ្រោះហូរធ្លាក់ឯបងប្អូននេះតិចណាបងប្អូនហើយទឹកព្រៃភ្នំចេះព្រឺព្រួចហើយនេះមើលទេសភាពថ្មដានេះថ្មដាដោយកន្លែងចាក់សាបចឹងនេះដោយកន្លែងគេចាក់សាបចឹងមើលទេសភាពនេះបងប្អូនទេសភាពដល់សម្ដេចទ្រង់ឯកឧត្តមលោកសំទាវលោកស្រីបងប្អូនកូនខ្មែរគ្រប់រូបគ្រប់មជ្ឈដ្ឋានទាំងអស់បានទស្សនាคลิปវីដេអូខ្ញុំបាទនេះបើពេញចិត្តកុំភ្លេចជួយ comment និង like share ជួយcontrol ខ្ញុំបាទម្នាក់មួយផងដើម្បីឲ្យខ្ញុំបាទមានកម្លាំងទឹកចិត្តធ្វើជាคลิปវីដេអូចែកជូនដល់សម្ដេចទ្រង់ឯកឧត្តមលោកសំទាវលោកស្រីបងប្អូនខ្មែរគ្រប់រូបគ្រប់មជ្ឈដ្ឋានទាំងអស់បានទស្សនាទៀតហ្នឹងហើយចឹងខ្ញុំបាទមានអីទេមានតែคลิปវីដេអូប៉ុណ្្នឹងឯងអរគុណច្រើនជម្រាបលាតែប៉ុណ្្នឹងឯង